ជំរាបសួរខ្ញុំបាទវិជ្ជបណ្ឌិតហ៊ុតបូរិនឯកទេសផ្នែកវះកាត់ឆ្អឹងសន្លាក់នៃមន្ទីរពេទ្យ Honey Saigon ថ្ងៃនេះខ្ញុំសូមចែករំលែកពីបញ្ហារបួសរបស់សរសៃខ្វែងខាងមុខរបស់ជង្គង់ឬហៅថា ACL វាជារបួសដែលយើងតែងតែជួបប្រទះជាញឹកញាប់ជាមួយនឹងអ្នកលេងកីឡាឬក៏គ្រោះថ្នាក់ចរាចរណ៍ដូច្នេះតើការវិនិច្ឆ័យរោគសញ្ញាយ៉ាងដូចម្ដេចហើយការព្យាបាលយ៉ាងដូចម្ដេចស្របពេលជាមួយគ្នាផងដែរក៏សូមណែនាំឆាំដុលវះកាត់ឆ្អឹងសន្លាក់និងឆ្អឹងខ្នងនៃមន្ទីរពេទ្យ Honey Saigon ជាកន្លែងទីតាំងដែលផ្ដល់ការសេវាថែទាំសុខភាពក៏ដូចជាព្យាបាលដែលល្បីនៅប្រទេសវៀតណាមរបួស ACL ជាអ្វី ACL ជាសរសៃនៅចន្លោះក្បាលឆ្អឹងភ្លៅខាងក្រោមជាមួយនឹងឆ្អឹងស្មងជើងវាមានតួនាទីទប់លំនឹងមិនឲ្យស្មងជើងរបស់យើងកន្លាច់ទៅខាងមុខនៅពេលដែលយើងដាច់សរសៃ ACL ឬរបួស ACL នេះធ្វើឲ្យជង្គង់របស់យើងលែងមានលំនឹងដូច្នេះការលេងកីឡាឬក៏សកម្មភាពប្រចាំថ្ងៃរបស់យើងនឹងមានផលប៉ះពាល់ជាទូទៅមានអារម្មណ៍ថាជង្គង់របស់យើងមិនមានលំនឹងឬក៏ខ្សោយសន្លាក់ជង្គង់ដូច្នេះបើយើងមិនបានព្យាបាលដោយយកចិត្តទុកដាក់និងត្រឹមត្រូវទេជង្គង់របស់យើងនឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅថ្ងៃខាងមុខមូលហេតុដែលធ្វើឲ្យដាច់សរសៃ ACL ជាទូទៅមាន4យ៉ាងទី1គឺពេលរត់កំពុងរត់យើងឈប់ដូរទិសដៅជួបប្រទះជាញឹកញាប់ក្នុងពេលលេងបាល់ទាត់មូលហេតុទី2គឺការលោតធ្លាក់មកវិញជើងរបស់យើងមិនមានលំនឹងក៏ជួបប្រទះច្រើនដែរក្នុងពេលលេងបាល់បោះដូចជាលេងបាល់ទះទី3គឺយើងបង្វិលជួបពេលដែលយើងបង្វិលជើងក៏មានឃើញជួបប្រទះជាញឹកញាប់ដែរអ្នកលេងកីឡាដូចកីឡាប្រដាល់ក៏យើងឃើញមានជួបប្រទះទី4ក៏ជួបប្រទះច្រើនគ្រោះអ្នកចរាចរណ៍ជាពិសេសគឺអ្នកដែលធ្វើចរាចរណ៍ដោយម៉ូតូពេលដែលយើងជួបគ្រោះថ្នាក់យើងជន់ជើងចុះក្រោមក៏ធ្វើឲ្យយើងដាច់សរសៃ ACL ជាញឹកញាប់តើសញ្ញាយ៉ាងដូចម្ដេចដែលបញ្ជាក់ថាយើងមានរបួសសរសៃ ACL ជាទូទៅអ្នកជំងឺមកជួបក្រុមគ្រូពេទ្យយើងខ្ញុំដោយអាការៈឈឺហើមនៅសន្លាក់ក្បាលជង្គង់ក្រោយពីគាត់រងរបួសទី2គាត់មានអារម្មណ៍ថាជង្គង់របស់គាត់មិនមានលំនឹងជាពិសេសក្នុងពេលឡើងចុះកញ្ញដាទី3គាត់មានអារម្មណ៍ថាសន្លាក់ជង្គង់របស់គាត់មានការពិបាកក្នុងការបត់បែនហើយនឹងមួយទៀតទី4គឺស្វិតសាច់ដុំនៅជុំវិញជង្គង់នៅពេលដែលគាត់មិនបានមកពិនិត្យភ្លាមជាទូទៅការព្យាបាលរបួស ACL វាអាស្រ័យទៅលើកម្រិតនៃរបួសហើយនិងតម្រូវការរបស់អ្នកជំងឺការព្យាបាលមាន2គឺការព្យាបាលដោយមិនវះកាត់និងការព្យាបាលដោយវះកាត់ការព្យាបាលដោយមិនវះកាត់គឺយើងអាចសម្រាកយើងអាចផ្អមតកកយើងអាចរុំជំនួយសន្លាក់ជង្គង់របស់យើងប្រើថ្នាំបំបត្តិការឈឺចាប់បំបត្តិរលាកហើយនឹងហាត់ធ្វើចលនាឬក៏ហាត់គីណេហើយការវះកាត់វាអាស្រ័យទៅលើបទពិសោធន៍របស់វិជ្ជបណ្ឌិតនីមួយៗការវះកាត់ជាទូទៅគឺយើងវះកាត់ដោយការចោះរន្ធតូចៗនៅលើសន្លាក់ជង្គង់របស់យើង3ទៅ4ប្រឡោះតែប៉ុណ្ណោះហើយការព្យាបាលតម្រូវបើវះកាត់យើងត្រូវការព្យាបាលជាទូទៅប្រហែលជាខ្ទង់6ទៅ12ខែដើម្បីត្រឡប់មកភាពធម្មតាដូចដើមឡើងវិញដែលអាចលេងកីឡាលេងអីបានដូចធម្មតាសរុបសេចក្តីមករបួស ACL ជារបួសដែលយើងជួបប្រទះជាញឹកញាប់ដូច្នេះនៅពេលដែលយើងមានរោគសញ្ញាដូចជាឈឺគឺចាប់ដោយជង្គង់របស់យើងមិនមានលំនឹងឬក៏ស្វិតសាច់ដុំជុំវិញជង្គង់ហ្នឹងគួរតែមកជួបវិជ្ជបណ្ឌិតឯកទេសជំនាញខាងឆ្អឹងសន្លាក់ដើម្បីពិនិត្យបានច្បាស់លាស់និងត្រឹមត្រូវហើយដើម្បីការពារនិងកាត់បន្ថយនៃការរបួស ACL យើងត្រូវស្វែងយល់ឲ្យបានច្បាស់លាស់អំពីយន្តការនៃរបួសយើងត្រូវកម្ដៅសាច់ដុំមុនពេលលេងកីឡាយើងត្រូវប្រយ័ត្នប្រយែងនៅពេលលេងកីឡាដូចជាអាចរុំជង្គង់ជំនួយពេលលេងកីឡាហើយនឹងពេលដែលយើងមានអាការៈដូចខាងលើយើងអាចមកពិគ្រោះជាមួយនឹងមជ្ឈមណ្ឌលឆ្អឹងសន្លាក់សាច់ដុំនិងឆ្អឹងខ្នងនៃមន្ទីរពេទ្យHoney Saigon យើងខ្ញុំដើម្បីទទួលការព្យាបាលបានលទ្ធផលល្អដូច្នេះនៅពេលដែលប្រិយមិត្តមានអាការៈរោគសញ្ញាដូចដែលបានរៀបរាប់ខាងលើប្រិយមិត្តក៏អាចតាក់ទងមកមជ្ឈមណ្ឌលឆ្អឹងសន្លាក់សាច់ដុំនិងឆ្អឹងខ្នងនៃមន្ទីរពេទ្យ Honey យើងខ្ញុំតាមរយៈលេខទូរស័ព្ទក៏ដូចជា comment នៅក្នុង Facebook ឬក៏ YouTube របស់មន្ទីរពេទ្យយើងខ្ញុំ
ចុងក្រោយសូមជម្រាបលានិងសន្យាជួបគ្នាជាមួយនឹងវីដេអូទាក់ទងជាមួយនឹងជំងឺឆ្អឹងសន្លាក់សាច់ដុំនៅក្នុងវីដេអូក្រោយៗទៀត